ចឹងនៅក្នុងអត្តន័យនេះយើងត្រូវយល់ថាតើព្រះពុទ្ធជាអ្វីព្រះពុទ្ធជានរណាលុះត្រាតែយើងដឹងសិនថាកុំឲ្យយល់ច្រឡំថាព្រះហ្នឹងយើងគោរពព្រះឲ្យតែពាក្យថាព្រះប៉ុន្តែយើងត្រូវដឹងថាតើព្រះនឹងមានច្រើនប្រភេទមានព្រះអតិទេពព្រះវិស្ណុព្រះអីចឹងព្រះមានច្រើនណាស់ក៏ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាយើងនិយាយអំពីព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធព្រះអង្គមិនមែនជាអតិទេពសម្រាប់សុំពរជ័យព្រះអង្គជាបុគ្គលឯកក្នុងโลกដែលបានបើកបង្ហាញផ្លូវពិតចេញពីសេចក្តីសុខคล้ายនេះទៅរកសេចក្តីសុខពិតប្រាកដព្រះសម្មាសម្ពុទ្ធមិនមែនជាព្រះជាម្ចាស់មិនមែនជាអតិទេពប៉ុន្តែជាបរមគ្រូដែលត្រាស់ដឹងហើយបានបង្ហាញផ្លូវដល់ការរំដោះអ្នកដទៃឲ្យរួចផុតពីសេចក្តីទុក្ខហើយម្យ៉ាងវិញទៀតជាបុគ្គលឯកនៅលើโลกដែលព្រានប្រដៅសត្វលោកនឹងតាមហេតុផលជាក់ស្ដែងបើមានហេតុត្រូវតែមានផលគឺព្រះអង្គនិយាយអំពីហេតុផលពិតប្រាកដមិននិយាយអំពីភាពខ្ជិលច្រអូសមិនលើកអំពីការបួងសួងបន់ស្រន់ដើម្បីបាននៅសេចក្តីសុខដែលបញ្ជាក់អំពីភាពទុនជ្រាយទេកាលណាអ្នកណាសិក្សាអំពីព្រះពុទ្ធវចនៈឲ្យបានច្រើនជាបុគ្គលដែលរឹងមាំជាបុគ្គលដែលខ្លាំងជាបុគ្គលដែលមានស្មារតីមានសតិជាបុគ្គលដែលមានរបៀបក្នុងការរស់នៅជាបុគ្គលដែលមានបញ្ញាហើយជាបុគ្គលដែលអាចដឹកនាំខ្លួនឯងឲ្យបានសម្រាប់ជោគជ័យដើរក្នុងផ្លូវត្រូវហើយអាចដឹកនាំអ្នកដទៃឲ្យដើរក្នុងផ្លូវត្រូវបានដែរហើយនៅក្នុងព្រះពុទ្ធដីកាព្រះអង្គសម្ដែងមួយគឺវាមានភាពឡូស៊ីកខ្លាំងគឺលំអិតគឺល្អឥតខ្ចោះដែលយើងយកមកធៀបជាមួយនឹងជីវិតរស់នៅជាក់ស្ដែងនេះគឺអាចឆ្លើយតបបានជាមួយនឹងការពិតនៃជីវិតអញ្ចឹងហើយដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាតថាគតត្រាស់ដឹងដោយអំពើកម្មណាអំពើកម្មនោះជាអំពើកម្មដ៏ប្រសើរតថាគតសម្រេចបាននៅផលអំពីកម្មណាកម្មនោះជាកម្មដ៏ប្រសើរតថាគតជាបុគ្គលដ៏ប្រសើរព្រោះមាននៅដំណើរហេតុដ៏ប្រសើរមួយទៀតព្រះអង្គទ្រង់ត្រាស់ថាបុគ្គលមាននៅសទ្ធាជឿលើអំពើកម្មនិងផលនៃកម្មហើយរមែងមិនកំណាញ់លះបង់នៅសេចក្តីកំណាញ់ចេញដោយការបរិច្ចាគនៅទានព្រោះទានដែលបុគ្គលធ្វើហើយរមែងបានផលមកវិញដោយប្រកបដូចជាបុគ្គលដាំដុះនៅពូជណារមែងបាននៅផលអំពីពូជនោះឃើញច្បាស់ត្រង់ថាព្រះអង្គមិនដែលឲ្យយើងទុនជ្រាយចំពោះចំណុចណាមួយដែលរីកចម្រើនបានដោយការមិនធ្វើទេរីកចម្រើនបានដោយការមិនបំពេញហេតុជាកុសលទេបើសិនយើងបំពេញហេតុជាអកុសលផលវាបានដូចគ្នាកម្លាំងកម្មពីរនឹងស្មើគ្នាយើងបំពេញហេតុជាកុសលប៉ុណ្ណាច្រើនប៉ុណ្ណាផលដែលបាននឹងច្រើនប៉ុណ្ណឹងដូចគ្នាបើសិនជាយើងបំពេញហេតុជាអកុសលច្រើនប៉ុណ្ណាផលនៃការបាននឹងដូចគ្នាអញ្ចឹងមានថាធម្មជាតិនេះគឺមិនលំអៀងទេស្មើភាពគ្នាអ្នកអាចធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អដោយវិធីដោយអិរិយាបថដោយសកម្មភាពដែលជាការប្រព្រឹត្តហេតុនោះពីព្រោះឯនៅពេលដែលយើងប្រព្រឹត្តហេតុល្អក្នុងថ្ងៃនេះគឺជាផលល្អក្នុងថ្ងៃស្អែកប្រព្រឹត្តហេតុអាក្រក់ក្នុងថ្ងៃនេះគឺជាផលអាក្រក់ក្នុងថ្ងៃស្អែកនេះជាច្បាប់ធម្មជាតិនេះជាសច្ចធម៌ពីព្រោះនៅលើโลกនេះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងឲ្យថាមាន3ដែលមិនអាចលាក់បាំងបានណាទី1គឺព្រះអាទិត្យទី2ព្រះច័ន្ទទី3គឺសច្ចធម៌នេះឯងគឺសេចក្តីពិតសូ